គេឲ្យខ្មែរយើងនៅយូរហើយតាំងពីសម័យសង្គ្រាមជាមួយខ្មែរក្រហមដោយសារតែគេមានចិត្តមនុស្សធម៌គេមិនមែនថាមិនឲ្យតំបន់តែនងច័ន្ទនិងតំបន់ជោគជ័យនិងព្រៃច័ន្ទហ្នឹងទេគេឲ្យតំបន់នៅជំរំច្រើនណាស់ដែលជាដីរបស់ថៃឲ្យខ្មែរនៅក៏ប៉ុន្តែតំបន់នេះជាពិសេសគឺខ្មែរអត់ព្រមចេញហើយគេដេញប្រមាណដងក៏ខ្មែរអត់ចាញ់ដែររហូតទៅជាភូមិឋាននៅរស់នៅកើតកូនពូនជាចៅគេមិនអាចនឹងទៀមទាបណ្ដេញបានឥឡូវដល់ពេលគេទៀមទាយកដីរបស់គេមកបានហើយដោយសារកងទ័ពគេរឹងមាំគឺគេការពារដែនអធិបតេយ្យរបស់គេក៏គេវាយយកដណ្ដើមមិនមែនដណ្ដើមយកដីខ្មែរទេគឺដណ្ដើមយកដីថៃទៅឲ្យថៃគ្រប់គ្រងវិញបានចឹងដីនោះគឺជាដីស្របច្បាប់ដែលខ្មែរទៅនៅដោយខុសច្បាប់គេបណ្ដេញដោយស្លូតអត់ព្រមចេញតតែបណ្ដេញដោយកំបងលឺទាំងអស់គ្នាណាថាអាផ្ទះបាញ់មួងម៉ារ៉េតហ្នឹងវានិយាយថាម៉េចអាតៃហោងនេះគួរដោឈ្មោះឲ្យវាចេញទៅបងប្អូនដាក់សៀមណារ៉េទៅបានសមយូរទៅជាខ្មែរយើងរស់នៅលើទឹកដីខ្លួនឯងសោះវាថាខ្មែរយើងនឹងរស់នៅលើដីថៃជាច្រើនកន្លែងហើយសៀមវានិយាយស្រួលបួលយើងអត់ចេញទេតើគេប្រើធွာក្តៅអើយក៏ទៅអាផ្ទះបាញ់នេះសពគ្រប់ត្មងបងប្អូនណាអាក្បត់ដូនតានេះហែងកើតមកនាំធ្ងន់ផែនដីទៅអីអាផ្ទះបាញ់កណ្ដាលក្បាលមែនតើបងប្អូនជួយ share វីដេអូនឹងឲ្យបានច្រើនណាដើម្បីឲ្យអាវងម៉ារ៉េតនេះវាបានឃើញខ្ញុំកំពុងអាជេរក្បាលវាអាក្បត់ដូនតាហ៎អារលេខសល់7ពូជហែងនេះមិនដឹងជាហៅហែងថាមិនឲ្យវាសមទេហែងនេះមិនត្រឹមតែមាត់វាទេពងក៏វាខួរក៏វាគ្រប់យ៉ាងហើយជាមួយជាតិក្រោយអញមិនដឹងថាហែងកើតមកបានជាមនុស្សអត់ទេអាហែងនេះអញថប់តាមិនបានកើតជាឆ្កែផងបងប្អូនចាំបានទេអាសัตว์ហ្នឹងមួយរយៈមុននេះវានិយាយថាខ្មែរយើងមានសិទ្ធអីគេតែពហិការផលិតផលសៀមមកបងប្អូនចាំមើលតាសៀមប្តឹងបណ្ដឹងប្រឹងយេដល់ថ្នាក់ហ្នឹងបងប្អូនសិទ្ធតែយើងនឹងមានសិទ្ធអីទៅពហិការតំណែងសៀមយើងគ្មានសិទ្ធទេចាំមើលទៅសៀមនឹងប្តឹងហើយហេទៅរួចសពគ្រប់ហ្មងអាហ្នឹងចាបងប្អូនយើងទាំងអស់គ្នាត្រូវពហិការតំណែងចោលសៀមបន្តទៀតនេះគឺជាអាវុធមួយដ៏មុតស្រួចដើម្បីបំបាក់សេដ្ឋកិច្ចចោលសៀមបងប្អូនពីព្រោះថាយើងចំណាយលុយចូលដល់រាប់លានដុល្លារហើយក្នុងមួយឆ្នាំដើម្បីទិញផលិតផលវាមែនទេនេះណែបងប្អូននាងខ្ញុំសូមណែនាំសាប៊ូដុសខ្លួនមកអាប់សនេះបងប្អូនគឺផលិតផលកូនខ្មែរយើងពិតតែម្ដងហើយកំពុងតែផ្ទុះខ្លាំងនៅលើទីផ្សារបងប្អូនចានិយាយរួមទៅសាប៊ូអាប់សនេះដុសហើយធ្វើឲ្យស្បែកយើងភ្លឺទន់រលោងមានសំណើមជាពិសេសគឺក្លិនក្រអូបដូចទឹកអប់ល្បីនៅលើពិភពលោកអញ្ចឹងហើយការវិខ្ចប់ថ្មីបងប្អូននេះគឺគុណនឹងពីរគុណភាពវាចាសំខាន់គឺមានទទួលស្គាល់ពីចបបទៀតបងប្អូនណាបងប្អូនដឹងមិនអត់ការវិខ្ចប់ថ្មីគុណភាពថ្មីនេះគឺគេមានបន្ថែមនៅវីតាមីន E ហើយនឹងទឹកដោះគោបងប្អូនបានប្រើហើយគឺចង់ប្រើទៀតហើយដោយសារតែក្លិនក្រអូបសាហាវហើយជាប់ស្បែកបានយូរមែនតែនបើបងប្អូនចង់ជីវកុំភ្លេចណានៅផ្សារទំនើបក៏មានផ្សារធម្មតាក៏មានតាមម៉ាតក៏មានតាមអសតដ្ឋានផ្សេងក៏មានដែរបងប្អូនចានិយាយពីថាប្រើហើយដឹងតែជាប់ចិត្តតែម្ដង